បងប្អូនកំពុងតែមានបញ្ហារលាកថ្លើមរលាកសួតខ្វះលុយកាក់ទៅពេទ្យមែនអត់បងប្អូនកុំបារម្ភខ្ញុំចែករំលែកវិធីមួយឲ្យបងប្អូនរកទៅព្យាបាលដោយខ្លួនឯងមិនចាំបាច់ចំណាយលុយចាអញ្ចឹងវិធីនេះគឺល្អសម្រាប់អ្នកដែលគាត់ខ្វះខាតលុយទៅពេទ្យបងប្អូនល្អមែនទែនបងប្អូនអ្នកដែលកើតមានជំងឺនេះបងប្អូនឃើញคลิปវីដេអូនេះហើយកុំរំលងឃើញហើយជួយ share ចែករំលែកបន្តម្នាក់មួយដើម្បីបងប្អូនអ្នកដែលគាត់ខ្វះខាតលុយកាក់ដូចយើងហ្នឹងគាត់យកទៅព្យាបាលចាជួយសង្គ្រោះគ្នាបងប្អូនណាចាអញ្ចឹងខ្ញុំអ្នកចែករំលែកបងប្អូនអរគ្នាបងប្អូនក៏ចែករំលែកតគ្នាទៅរូបមន្តនេះនៅតាមស្រុកស្រែចំការយើងនៅតាមទីក្រុងបងប្អូនក៏រកបានដូចគ្នាចាងាយនឹងដុសឲ្យបងប្អូនទី1បងប្អូនទៅរកស្មៅបន្លាព្រះក្របអ្នកខ្លះហៅថាបន្លាព្រះក្រាបដោយសារតែស្មៅបន្លាព្រះក្រាបហ្នឹងនៅពេលដែលយើងប៉ះទៅវាក្រាបបងប្អូនចានៅពេលយើងប៉ះវាក្រាបហ្មងចាចាំខ្ញុំដាក់តាំងនឹងអេក្រង់ឲ្យបងប្អូនមើលណាចាឲ្យបងប្អូនមើលកាន់តែច្បាស់តែខ្ញុំសង្ឃឹមថាបងប្អូននឹងស្គាល់គ្រប់គ្នាហើយចាអ្នកស្រុកអ្នកស្រែយើងគឺស្គាល់ច្បាស់ហ្មងបងប្អូនចាបងប្អូនបានស្មៅបន្លាព្រះក្របមកហើយចាលាងទឹកឲ្យស្អាតយកទាំងរឹសទាំងដើមទាំងស្លឹកទាំងផ្កាទាំងអស់ចារួចយើងយកមកដាក់ដាំទឹកហូបវិធីដាំទឹកបងប្អូនចង់ដាំស្រស់ក៏បានចង់ដាំស្ងួតក៏បានដែរចាបើយើងដាំស្ងួតយកមកក្តាប់ដៃបើយើងដាំស្រស់មកក្តាប់ដៃដូចគ្នាចាអញ្ចឹងយើងយកមកដាក់ដាំទឹកចំនួន2លីត្ររំងាស់ឲ្យបាន20នាទីវិធីហូបមិនកំណត់ចាបងប្អូនហូបទឹកនឹងអត់អស់ទេបងប្អូនយកទឹកនឹងចាយកទៅដាក់ផ្លាសេជាមួយនឹងទូទឹកកកទៅស្អែកឡើងយើងយកមកកម្ដៅហូបសាជាថ្មីបានចាចឹងណែនាំឲ្យបងប្អូនហូបជាមួយនឹងទឹកក្តៅអ៊ុនៗណាចាស់កាន់តែល្អកាលណាតែយើងហូបទឹកក្តៅអ៊ុនៗវាធ្វើឲ្យចរណាឈាមរបស់យើងនឹងរត់បានស្មើល្អបានមួយកម្រិតផងដែរណាចាចឹងល្អមែនតែនសម្រាប់អ្នកដែលគាត់ខ្វះខាតលុយកាក់បងប្អូនវិធីនេះគឺល្អចាចឹងការចែករំលែករបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេបងប្អូនណាចាបងប្អូនជួយ share ចែករំលែកទៅឲ្យបងប្អូនអ្នកដែលគាត់ខ្វះខាតលុយកាក់ហ្នឹងបងប្អូនគាត់យក